อันนี้ปลายយើងហាន់ហើយយើងលាយជាមួយកន្ទក់ជាមួយស្រូវក៏បានមួយអង្ករបានថាដាក់តែល្មមទៅព្រោះបន្លែយើងហាន់នេះយើងហាន់នឹងតិចឯងចាបន្លែទៅវាស្រែមកផ្លែតហ្នឹងបានបាត់ហើយបន្លែយើងហាន់លាយមួយតកួនហ្នឹងក៏បានហើយបន្លែពួកហ្នឹងមន់ស៊ីឆាប់ធំណាពួកនេះចាវាច្រើនទៅដោះតាមវាស្រែយើងហ្នឹងចាដូចជាដើមកពីងពួយហ្នឹងក៏បានដែរនេះលាមួយតកួនហាន់មួយតកួនណាល្អិតណានេះអត់មកលាយជាមួយកន្ទក់មកយើងមានតកួនតាមវាស្រែខ្លះដុះសិតតកួនណាចានេះតកួនពួកនេះចាហាន់ល្អិតមកលាយមួយកន្ទក់មកមន់ស៊ីបាទឯងចាបើមានអាម៉ាស៊ីនកិនចំណីអាម៉ាស៊ីនយើងតូចអាម៉ាស៊ីនមុខកាត់6មុខកាត់4ហ្នឹងអាហ្នឹងយើងកិនវាកំតិចបន្លែបាទម៉ាស៊ីនកិនបន្លែហ្នឹងបន្លែយើងហាន់ល្អិតមកបានបន្លែបន្លែយើងកិនតិចមកយើងហាន់ហើយយើងរៀងច្រាមតិចមកយើងច្បល់ជាមួយកន្ទក់មកសន្ទុះវាទន់ហើយចាតែអាហ្នឹងចំណីមន់បឋមសម្រាប់បងប្អូនដែលគាត់នៅស្រុកស្រែអីហ្នឹងដើមកពីងពួយលាយមួយតកួនក៏បានដើមជ្រាចហ្នឹងក៏បានចាពួកដើមជ្រាចនេះអានេះកពីងពួយចាតាមវាស្រែយកទៅណាបើយើងមិនសូវមានលុយទិញណាសម្រាប់ប្រជាពលរដ្ឋចាវាស្រែបន្លែស្រែកូនអាហ្នឹងវាគេធ្វើលក់ហូបក៏បានដែរនេះចានៅស្រួយខ្ញោកចាណាតាមវាស្រែតកួនបើនេះវាចូលមិនបាំងកន្លះ3សម្រាប់ចំណីស្អែកវាមួយតកួនណាពួកអាហ្នឹងចាបានណាចាមេរៀនហ្នឹងឯងហ្នឹងចា